Bienvenue dans 100 nouvel épisode sur le sujet impact pour tous les arts អញ្ចឹងថ្ងៃនេះយើងមានអត្ថបទមួយទាក់ទងជាមួយនឹង Ocean សម្រាប់មនុស្សគ្រប់វ័យទាំងអស់ណាទាក់ទងមួយនឹងកន្លែងដែលហាត់ប្រាណទាំងក្មេងទាំងចាស់ទាំងមនុស្សវ័យជំទង់និងមនុស្សធំអញ្ចឹងទៅអញ្ចឹងថ្ងៃនេះយើងមាន article មួយហ្នឹងដើម្បីតែ article ហ្នឹងវាទាក់ទងជាមួយនឹងសកម្មភាពប្រចាំថ្ងៃហើយយើងអាចយកទៅអនុវត្តបានណាអញ្ចឹងយើងមកអានហើយបកប្រែទាំងអស់គ្នាណា Le parc de notre ville est un endroit vivant où toutes les générations se retrouvent ណាអញ្ចឹងគេថា Ocean ឬក៏កន្លែងហាត់ប្រាណហ្នឹងនៃទីក្រុងរបស់យើងណាគឺជាកន្លែងរស់រវើកមួយដែលគ្រប់វ័យទាំងអស់គ្រប់ជំនាន់ទាំងអស់ហ្នឹងអាចធ្វើការជួបគ្នាបានណា se retrouve ណាមកពីពាក្យ se retrouver dès que le matin ឬក៏ chaque matin les enfants jouent sur les toboggans les balançoires et courent dans l'herbe ណាគេថារៀងរាល់ពេលព្រឹកឬក៏ចាប់ពីព្រឹកព្រលឹមអីហ្នឹងក្មេងៗគាត់លេងណាគាត់លេងលើគេទូបូកង់ហ្នឹងគឺអាកន្លែងសម្រូតខ្លួនចុះមកក្រោមហ្នឹងហើយណា les balançoires កន្លែងតោងយូលហើយនឹងគាត់រត់លេងនៅលើស្មៅណាអូខេ plus tard ឬក៏ ensuite ណាក្រោយមកទៀតឬក៏បន្តមកទៀតណា les adolescents s'arrivent pour faire du sport ណា ils jouent au football au basket ou utilisent les appareils de musculation en plein air pour eux le parc est aussi un lieu pour se détendre avec leurs amis ចឹងថាក្រោយមកទៀតសម្រាប់ពួកវ័យជំទង់គាត់មកគឺគាត់លេងកីឡាណាគាត់ដូចជាការលេងបាល់បោះណាបាល់ទាត់បាល់បោះឬក៏គាត់លេងជាមួយនឹងគេថាឧបករណ៍ហាត់ប្រាណដំឡើងសាច់ដុំណា les appareils de musculation ណាសម្រាប់ពួកគាត់ណាសម្រាប់ពួកគេឬក៏ពួកគាត់ហ្នឹងOcean ឬក៏កន្លែងហាត់ប្រាណហ្នឹងក៏ជាកន្លែងមួយសម្រាប់កំសាន្តជាមួយនឹងមិត្តភ័ក្តិរបស់គាត់ផងដែរគាត់អាចមកដើម្បីជាកន្លែងនិយាយគ្នាលេងដើម្បីកំសាន្តអីចឹងទៅជាមួយមិត្តភ័ក្តិរបស់គាត់les adultes souvent après le travail viennent marcher courir ou faire du yoga sous les arbres cela leur permet de se relâcher de respirer en plein air désolé de respirer un air pur et d'oublier le stress quotidien អញ្ចឹងសម្រាប់មនុស្សធំណាមនុស្សធំណាភាគច្រើនគឺក្រោយអំពីការងាររបស់គាត់ណាគាត់មកហ្នឹងគឺដើម្បីមកហ្នឹងគឺមកដើររត់ឬក៏ធ្វើ yoga ណាលំហាត់ប្រាណបែប yoga នៅក្រោមដើមឈើអញ្ចឹងទៅណាដែលសកម្មភាពទាំងអស់ហ្នឹងហើយធ្វើឲ្យពួកគាត់ហ្នឹងមានភាព se relâcher ណាហើយក៏ស្រូបយកខ្យល់អាកាសបរិសុទ្ធហើយក៏បំភ្លេចណាភាពតានតឹងជាប្រចាំថ្ងៃរបស់ពួកគាត់ផងដែរ Les personnes âgées se promènent doucement sur les chemins et discutent entre amis pour garder leur santé. Elles apprécient surtout la tranquillité et la nature. អញ្ចឹងសម្រាប់មនុស្សពេញវ័យណាសម្រាប់មនុស្សចាស់មនុស្សចាស់គាត់មកហ្នឹងគឺគាត់ដើរលេងជាមួយគ្នាគាត់ចឹងទៅដែលយើងតែងឃើញនៅតាមអូសៀនហ្នឹងគាត់ដើរអាលេឈឺម៉ាំងនេះទៅតាមបណ្ដោយផ្លូវទូចដែលមានហ្នឹងគឺគេចង់សំដៅទៅលើលេឈឺម៉ាំងហ្នឹងហើយណាហើយនឹងជជែកគ្នាលេងជាមួយមិត្តភ័ក្តិនៅកំឡុងពេលគាត់ដើរអញ្ចឹងទៅណា discuss ណាគឺមកពាក្យ discuter ណាដើម្បីថែរក្សាសុខភាពរបស់ពួកគាត់ហ្នឹងទេហើយពួកគាត់ហ្នឹងចូលចិត្តភាគច្រើនណាសៀវទូភាគច្រើនភាពស្ងប់ស្ងាត់ក៏ដូចជាធម្មជាតិអូខេ
អញ្ចឹងតើតើជាមួយនឹង article របស់យើងមានតែប៉ុណ្ណឹងសង្ឃឹមថាប៉ុណ្ណឹងបងប្អូនអាចយកទៅpractice ជាមួយនឹងមិត្តភ័ក្តិក៏ដូចជា professor ក៏ដូចជាយកទៅប្រើប្រាស់នៅក្នុងការប្រឡងបានផងដែរព្រោះគេថាពាក្យនៅក្នុង article មួយហ្នឹងវាទាក់ទងជាមួយនឹងសកម្មភាពប្រចាំថ្ងៃរបស់ពួកយើងណាអូខេ merci au revoir tout bonne soirée